ស្វាគមន៍អ្នកគ្នាមកកាន់នីតិចាយលុយរបស់ខ្ញុំតាមពិតទៅនៅផ្ទះអីមានបាយមានអីខ្ញុំស្រួលពោះប៉ុន្តែខ្ញុំចង់ចំណេញលុយអញ្ចឹងក៏ធ្វើការចាយលុយទិញមីក៏ប៉ុន្តែមីហ្នឹងដោយសារតែខ្ញុំចង់ញ៉ាំតែបាញ់ខ្ញុំឃើញហ្នឹងអ្នកគ្នាហើយគ្រឿងផ្សំរបស់យើងមានឈាមទាមានមីសេនត្រាមានហើយមាន topic មួយចំនួនហើយក៏មានបន្លែតិចតួចដែលយើងហូបបាននៅក្នុងទូទឹកកកយើងដែរតមកទៀតយើងធ្វើការដាំទឹករងចាំឲ្យទឹករបស់យើងពុះហើយយើងទៅធ្វើការបេះជីបេះស្លឹកខ្ទឹមបេះអីនោះដែលអ្នកគ្នាមាននៅផ្ទះហ្នឹងបេះវាមកអ្នកគ្នាឃើញថាពណ៌វាឡើងស្អាតមែនតើដោយសារតែវានៅខាងក្រោយផ្ទះហើយវាមានជីមានអីអញ្ចឹងវាល្អធម្មតាតែផ្ទះរបស់ខ្ញុំដាំអីអត់សូវបានទេដោយសារតែវាមានមន់បន្ទាប់ពីឥឡូវមកគឺមន់វាបានស្លាប់ជាច្រើនអញ្ចឹងក៏អត់សូវមានដែរអ្នកគ្នាអញ្ចឹងគេអាចដាំទៅវាបានផលបន្តិចបន្តួចផងដែរតបពីការបេះជីបេះអីទាំងកណាយប់នេះមានការភ័យខ្លាចផងអីផងប៉ុន្តែព្យាយាមថតឲ្យអ្នកគ្នាឃើញតមកទៀតយើងដាំទឹកឲ្យពុះដល់ពេលដែលទឹករបស់យើងពុះយើងដាក់ឈាមទាមុនទៅអ្នកគ្នាដោយសារតែឈាមទាវាមានក្លិនឆ្អាបអញ្ចឹងដល់ពេលដែលយើងដាក់មុនទៅវាអត់ឆ្អាបទេតមកទៀតដាក់ផ្សិតដោយសារតែវីដេអូនេះខ្ញុំធ្វើនៅពេលយប់អញ្ចឹងអត់បានរៀបឲ្យវាស្អាតបាតអីទេតមកយើងដាក់មីខ្ញុំណែនាំអ្នកគ្នាកុំប្រើមីកូនឬក៏ពួកមីនឹងមីដែលខ្ញុំធ្វើនឹងមីសិនត្រាមានអត់សូវឆ្ងាញ់ទេពេលដែលដាក់មួយទៅវាអត់សូវចាប់ជាតិទេអ្នកគ្នាគួរតែប្រើមីកូរ៉េណូអីកូនផលអីទៅវាឆ្ងាញ់ជាងហើយវារៀងចាប់ជាតិមួយឈានទាមួយផ្សិតអីវាជាងយើងទុកមីចំអន់ចាររយៈពេលប្រហែលជាង2ទៅ3នាទីបន្ទាប់ពីមីរបស់យើងឆ្អិនយើងក៏ធ្វើការដាក់នៅសណ្តែកម្ដងចូលបើអ្នកគ្នាអត់មានតែសណ្តែក៏បានដែរអានោះខ្ញុំហូបបាននៅក្នុងទូទឹកកកអញ្ចឹងខ្ញុំក៏ដាក់ទៅ voice over បតែគេឈៀងបតែអញ្ចឹងអ្នកគ្នាថំស្ដាប់តិចទៅបន្ទាប់ពីមីយើងឆ្អិនហើយយើងដាក់ស្លែកslow sorry អ្នកគ្នាស្លឹកខ្ទឹមចូលបន្ទាប់ពីដាក់ស្លឹកខ្ទឹមហើយដួសដាក់ចានយើងអាចញ៉ាំជាស្រេចបើចាននេះវាឆ្ងាញ់ថងថាវាមានឈាមទាមានអីហើយយើងថែមម្ទេសអីមកហើយអាចញ៉ាំបានច្រើនអ្នកតិច